ត្រឹមជាលីជិនបាល់ទាត់កម្ពុជាមួយរូបដែលគេបំភ្លេចចោលប៉ុណ្ណោះដៃគូដៃកង់ច័ន្ទវឌ្ឍនាការកីឡាករប្រាក់មនីអាដាមដែលជាខ្សែបម្រើប្រយុទ្ធរបស់ក្លឹបព្រះខ័នដីស្វារៀងមិនទាន់មាននាទីលេងនៅឡើយទេខណៈដែលកីឡាកររូបនេះធ្លាប់តែរះនៅក្នុងការប្រកួតជម្រើស World Cup កាលពីឆ្នាំ2015កន្លងទៅបច្ចុប្បន្នក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក McConkey ប្រាក់មនីអាដាមមិនទាន់បានបង្ហាញខ្លួនឲ្យក្រុមព្រះខ័នដីស្វារៀងបាន1នាទីនៅឡើយទេខណៈដែលការប្រកួតលីកកម្ពុជារបស់កម្ពុជាបានឈានដល់សប្តាហ៍ទី18ហើយនៅក្នុងសប្តាហ៍នេះរីឯការប្រកួតហ៊ុនសែនខាប់ជើងទី1ទល់នឹងបាត់ដំបង United ប្រាក់មនីអាដាមមិនមានសូម្បីតែឈ្មោះជាកីឡាករបម្រុងហើយអ្នកគាំទ្រមួយចំនួនក៏មិនសប្បាយចិត្តដែរប៉ុន្តែក៏សង្ឃឹមថានឹងឃើញវត្តមានរបស់កីឡាកររូបនេះបង្ហាញខ្លួននៅក្នុងជើងទី2នៃពានរង្វាន់ហ៊ុនសែនខាប់ដែលត្រូវលេងនៅកីឡដ្ឋានមរតកតេជោ